អូនណាតិចទៀតបងទៅសាលាឃុំណាចាបងលំដាប់តទៅនេះសូមអញ្ជើញស្ដាប់ព័ត៌មានសន្តិសុខសង្គមកាលពីថ្ងៃអាទិត្យកុមារីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបាក់សីនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងគ្រូពេទ្យជំនាញបានបញ្ជាក់ពីមូលហេតុនៃការចម្លងជំងឺផ្ដាសាយបាក់សីថាគឺដោយសារនាងបានប៉ះពាល់មាន់ដែលងាប់ដោយមិនបានលាងសម្អាតដៃនឹងសាប៊ូនៅថ្ងៃដដែលនេះដែរកុមារាម្នាក់ទៀតនៅខេត្តតាកែវក៏បានស្លាប់ដោយសារជំងឺផ្ដាសាយបាក់សីដែរមូលហេតុនៃការឆ្លងជំងឺគឺដោយសារការបរិភោគមាន់ងាប់ដោយសារតែម្ដាយគេចម្អិនមិនបានឆ្អិនល្អហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងចិញ្ចឹមសត្វមាន់ទាទាំងអស់យកចិត្តទុកដាក់ការពារកូនចៅកុំឲ្យឆ្លងជំងឺផ្ដាសាយបាក់សីអូនបុផាអើយអានេះដូចងាប់តាំងពីម្សិលមិញហីយកមិញតាเอาเลยอย่างงี้ไม่มาអូស្អីគេเอาเลยយកទៅមានមិញហ៎តាមរៀលមកឲ្យបាត់ផងអាណាផងថ្លឹងសិននេះសុំទោសបាច់ឆ្លងឯមាន់ងាប់នឹងណែខ្ញុំមានអ្នកទិញឯតាមគេមិនទិញនេះយល់គួរយល់ចិត្តហើយប្រញាប់មកវិញមាន់ងាប់ក្រោយច្រើនណាគេមិនប្រញាប់មកមិនគេនោះប្រញាប់ដែរនោះគេគិតទៅអត់ឲ្យលុយឯងមែនជឿទៀតហេបងមកផាហើយបងឯងយកមាន់ងាប់អស់ហ្នឹងទៅណាលក់ឲ្យលបងចាក់យកទៅផ្សារទៅឲ្យមួយមកកំ läញនិយាយមួយបងទៅជួយរើបងទៀតនៅមាន់នឹងក្រោយងាប់ច្រើនមកយេថាមកស្រូតមកនេះយកមួយពាកដាក់កន្ត្រកមកបងដាក់ឲ្យបងដាក់ចុះសិនខ្ញុំសួរសិនវាម៉េចថាមាន់បងនឹងងាប់ដោយសារស្អីងាប់ដោយសារសត្វខាំឬក៏ងាប់ដោយសារឈឺចេះសួរចឹងកើតមានដូចឆ្កែឆ្មាអីវាខាំស្អីម្សិលមិញនឹងរស់ដើរឯងឲ្យស្វងស្រាប់តែឥឡូវមកងាប់ព្រុសអស់លេងណាកុំឡៃសួរបងជួយប្រមូលឲ្យឆាប់ហើយលបងចាក់មកគេជីគាត់យកទៅទៀតទៅណាយកទៅឲ្យឈប់ដាក់ចុះសិនមាន់បងងាប់ដាក់មានមូលហេតុច្បាស់លាស់ទេអញ្ចឹងបងកុំតន់អាប៉ះវាខ្លាចឆ្លងជំងឺផ្ដាសាយបាក់សីណាបងអូយតែខ្លាចជំងឺផ្ដាសាយបាក់សីបាក់សោស្អីណាបើថាមិនយកមាន់ទាងាប់ហែងពេញមកធុងយកតែឆាក្តៅឲ្យប្រៃឲ្យកូនអត់ទេខ្ញុំអត់យកទេខ្ញុំខ្លាចឆ្លងជំងឺផ្ដាសាយបាក់សីដាក់ទៅអត់ទេខ្ញុំអត់យកទេខ្ញុំខ្លាចឆ្លងជំងឺផ្ដាសាយបាក់សីហើយផ្ដាសាយបាក់សីស្អីគេយកតបងទៅមុខសិនតាខ្ញុំប្រាប់បងតាទេអាមិនអោយឲ្យហៅឯងប្រាប់ស្អីគេនោះអើយកមាន់ពី3ទៅធ្វើមកហូបឆាក្តៅឆាអីឲ្យកូនឲ្យប្តីអីហូបណែកន្លែងមើលស្អីហើយចង់ប្រាប់ស្អីបងនេះឆ្ងល់ដែរណោះបងស្ដាប់ខ្ញុំសិនណាបងហើយរឿងមាន់ងាប់ហ្នឹងវាមិនមែនជារឿងធម្មតាទេធម្មតាវាងាប់តាវាហ្នឹងខ្ញុំស្ដាប់វិទ្យុកាលពីព្រឹកមិញនេះគេបាននិយាយថាមានក្មេងស្រីម្នាក់បានស្លាប់ដោយសារគាត់ហូបមាន់ហើយនឹងប៉ះពាល់មាន់ដែលងាប់នៅគ្មានហេតុផលច្បាស់លាស់ណាបងហើយអាចជំងឺផ្ដាសាយបាក់សីហ្នឹងវាបកគ្រោះថ្នាក់ដល់យើងមិនខ្លះហើយអូអញ្ចេះបងម៉េចអូនរឿងហ្នឹងណាចង់ដឹងច្បាស់ក៏ទៅសួរលបងភាពព្រោះគាត់ជាគ្រូពេទ្យសត្វនៅភូមិយើងណាបងនេះអូនភាពណាចាអូនចឹងតាអូអ្នកតាមទៅតាមដល់អូនភាពអើយណែចូលមកលេងសិនមកអង្គុយសិនមកបងមានការសួរបន្តិចបងអញ្ជើញលបងមកចូលមកចានឹងដៃថ្លៃព្រះមិនអើសុខសប្បាយទេសុខធម្មតាហ្នឹងមិនសូវសប្បាយគឺជុំមានការអីអ្នកទាំងពីរចង់ចាក់នេះលោកគ្រូពេទ្យសត្វនេះជួបចាក់តែហ្មងខ្ញុំស្មានតែបងបុផាណែគាត់ចង់ចាក់វាក់សាំងការពារខ្លួនហ្នឹងចំណាស់បងទៅចាក់ថ្នាំការពារមិនទៀតអូនវាខួរហើយនិយាយចាំបងទៅណាខ្ញុំជិះដើរមើលភូមិយើងហ្នឹងម៉េចមុនពីមកច្រើនណាអូនឯងនិយាយរឿងហ្នឹងគ្មានផ្ទះអ្នកណាផ្ទះខ្ញុំហ្នឹងអូនហើយមន់ជឿកចាំអញពេញធុងរាប់ខែតម្រាំបានប៉ុណ្ណឹងតិចតែ2ថ្ងៃប៉ង់ពុះកាច់ងាប់អស់ឥឡូវលក់ឲ្យលបងចាក់យកទៅផ្សារអស់ខ្លះហើយនៅសល់ខ្លះអាថាវាអត់ឲ្យខ្ញុំយកទៅលក់ទៀតព្រោះខ្ញុំខ្លាចឆ្លងជំងឺផ្ដាសាយបាក់សីហ្នឹងណាលបងដល់តែគាត់សួរខ្ញុំថាជំងឺផ្ដាសាយបាក់សីហ្នឹងវាយ៉ាងម៉េច
ខ្ញុំមិនដឹងឆ្លើយប្រាប់គាត់ថាម៉េចទេព្រោះអីខ្ញុំដឹងអត់ច្បាស់ដែរហ្នឹងណាលោកបងចង់ដល់វាច្បាស់ហ្នឹងណាបងអូនសំណួរនេះជាសំណួរសំខាន់ត្រូវម៉ាច់បងតោះយើងទៅសាលាឃុំអញ្ចឹងហ៎តោះបងតោះនេះខ្ញុំទៅដែរខ្ញុំសុំដោយសារផងអញ្ចឹងឈប់ពាក់មួយជើងសិនតោះដោយសារមួយអូនឯងដែរការចិញ្ចឹមមាន់ទាដែលមានអនាម័យល្អនិងមានបច្ចេកទេសត្រឹមត្រូវធ្វើឲ្យមាន់ទាឆាប់ធំនិងមានសុខភាពល្អហើយមិនឆ្លងជំងឺលោកមើលឃើញមើលអាជីស្រ័យអញចាំតាមបច្ចេកវិទ្យាអីនឹងប្រទេសនឹងយូរវាអត់ទាន់មាត់ទេមិនចឹងឯងលោកមលីចំណាយពេលច្រើនមែនតែមាន់ទាឆាប់ធំនិងមានសុខភាពល្អយើងក៏លក់ទៅបានលុយច្រើនដែរតាយើងនាំគ្នាស្ដាប់ការណែនាំពីអ្នកជំនាញបច្ចេកទេសរបស់នាយកដ្ឋានផលិតកម្មនិងបសុខព្យាបាលសូមអញ្ជើញបាទចាដោយដែលលោកមេឃុំមានប្រសាសន៍អញ្ចឹងនាយកដ្ឋានផលិតកម្មនិងបសុខព្យាបាលកំពុងតែណែនាំឲ្យប្រជាកសិករយើងចិញ្ចឹមតាមលក្ខណៈបែបនេះដូចជាការជ្រើសរើសពូជការផ្ដល់ចំណីនិងទឹកបានគ្រប់គ្រាន់ការចិញ្ចឹមដាក់ទ្រុងការថែទាំនិងការចាក់វ៉ាក់សាំងការពារដើម្បីឲ្យកាន់តែច្បាស់ជាងនេះទៀតអ្នកបច្ចេកទេសខាងផ្នែកផលិតកម្មនិងបសុខព្យាបាលគាត់នឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការចិញ្ចឹមសត្វតាមលក្ខណៈបច្ចេកទេសនេះការចិញ្ចឹមសត្វនៅប្រទេសកម្ពុជាយើងបែងចែកចេញជាពីរប្រភេទបាទទី1គឺយើងចិញ្ចឹមជាលក្ខណៈគ្រួសារបាទទី2គឺយើងចិញ្ចឹមជាលក្ខណៈឧស្សាហកម្មតែងតែមានជួបប្រទះនៅបញ្ហាប្រឈមជាច្រើនទៅលើជំងឺដូចជាជំងឺញូកាជំងឺអុតបាក់សីជំងឺអាសន្នរោគជំងឺរលាកទងសួតនិងរលាកផ្សេងទៀតបាទប៉ុន្តែនៅក្នុងឱកាសនេះយើងខ្ញុំសូមលើកយកជំងឺផ្ដាសាយវ៉ាក់សីដើម្បីយកមកធ្វើការបកស្រាយនៅក្នុងឱកាសនេះដោយសារជំងឺនេះវាប៉ះពាល់ធំទៅលើផ្នែកសេដ្ឋកិច្ចជាតិហើយនិងសុខភាពសាធារណៈបាទព្រោះជំងឺនេះវាអាចធ្វើឲ្យមនុស្សស្លាប់បានបាទហើយជំងឺនេះកើតនៅប្រទេសកម្ពុជាយើងគឺនៅថ្ងៃទី23ខែមករាឆ្នាំ2004មកដល់ពេលនេះវាបានផ្ទុះចំនួន56លើកចំពោះមនុស្សហើយបានស្លាប់37នាក់បាទអញ្ចឹងអត្រានេះស្លាប់ខ្ពស់ណាស់បាទអញ្ចឹងបានជាបរិវត្តទូទាំងពិភពលោកគេមានការព្រួយបារម្ភបាទហើយជំងឺនេះផ្ទុះនៅក្នុងប្រទេសអេស្ប៉ាញគឺនៅឆ្នាំ1918 1919អញ្ចឹងវាផ្ទុះយូរមកហើយប៉ុន្តែដោយសារប្រទេសកម្ពុជាយើងជាប្រទេសមួយដែលអំណោយផលបាទក្តៅហើយសើមអញ្ចឹងវាទៅតែកើតនៅក្នុងឆ្នាំ2004នេះបើសិនជាអ៊ីពុកម៉ែបងប្អូនបានជួបប្រទះនៅឃើញសត្វវ៉ាក់សីនេះងាប់ឬឈឺឬងាប់សូមមេត្តាកុំទៅប៉ះពាល់ឬយកវាមកធ្វើម្ហូបអាហារបាទហើយអ្នកដែលប៉ះពាល់ផ្ទាល់នេះគឺជាអ្នកដែលប្រឈមនឹងមានហានិភ័យខ្ពស់ទៅលើការឆ្លងបាទអញ្ចឹងបើសិនជាយើងទៅប៉ះពាល់វាសូមឲ្យពុកម៉ែបងប្អូនមេត្តាធ្វើយ៉ាងម៉េចដើម្បីយើងការពារខ្លួនយើងការពារសុខភាពយើងដោយយើងពាក់ម៉ាស់ពាក់ស្រោមដៃដើម្បីការពារកុំឲ្យជំងឺនេះឆ្លងមកដល់ខ្លួនយើងបានបាទហើយជាពិសេសបញ្ហាប្រឈមទៅលើការឆ្លងខ្លាំងបំផុតគឺស្ត្រីមានផ្ទៃពោះនិងកុមារធ្វើយ៉ាងម៉េចយើងកុំឲ្យស្ត្រីមានផ្ទៃពោះឬកុមារនេះទៅលេងនៅកន្លែងដែលមានមាន់ទាឈឺឬងាប់នេះបាទហើយចំពោះជំងឺផ្ដាសាយវ៉ាក់សីនេះសូមពុកម៉ែបងប្អូនមើលទៅលើការស្លាប់របស់វាទៅលើរោគសញ្ញារបស់វាគឺទី1រោគសញ្ញារបស់វាហ្នឹងហើមក្បាលចំឈាមឡើងពួរស្វាយបាទសេនឹងនងរបស់វានេះហើមចំឈាមពួរស្វាយបាទហើយហើមជើងរបកសកាជើងរបស់វាហ្នឹងក៏ឡើងចំឈាមពួរស្វាយដូចគ្នាបាទហើយសេនឹងនងហ្នឹងឡើងចំឈាមពួរស្វាយដូចគ្នាបាទនេះហើយជារោគសញ្ញានៃជំងឺផ្ដាសាយវ៉ាក់សីហើយម្យ៉ាងទៀតគឺយើងមើលអត្រាងាប់ហ្នឹងគឺងាប់ខ្ពស់គឺងាប់ទ្វេដងបាទហើយនៅពេលដែលជំងឺនេះកើតស្ថាប័នមានសមត្ថកិច្ចក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាពិសេសរាជរដ្ឋាភិបាលគាត់មានការយកចិត្តទុកដាក់ណាស់បាទគាត់បានចេញប្រកាសបាទចេញសជួនដើម្បីទប់ស្កាត់ចលនាបក្សីផលិតផលមានដើមកំណើតបក្សីចូលពីប្រទេសជិតខាងដើម្បីធ្វើយ៉ាងម៉េចទប់ស្កាត់កុំឲ្យឆ្លងដល់ប្រទេសកម្ពុជាយើង
ចំពោះធានាការបសុព្យាបាលយើងទៀតយើងបានធ្វើការណែនាំធ្វើការចុះផ្សព្វផ្សាយបង្កើតជាក្រុម Task Force ដើម្បីចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅពេលណាដែលមានព័ត៌មានថាមានជំងឺបាក់សីនេះងាប់មិនប្រក្រតីអញ្ចឹងយើងធ្វើការចុះជួយអន្តរាគមន៍ជាបន្តជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធជាពិសេសអ្នកចិញ្ចឹមបាក់សីបើសង្ស័យថាមានជំងឺផ្ដាសាយបាក់សីកើតលើសត្វឬចម្ងល់នានាសូមតាក់ទងមកភ្នាក់ងារសុខភាពសត្វភូមិមេឃុំឬតាក់ទងតាមប្រព័ន្ធព័ត៌មានតនហេតុការណ៍ដែលមានលេខទូរស័ព្ទ012 214 970 និង 012 833 795 សូមអរគុណ អ្នកបុផាអើយ ចា ពីដើមថ្ងៃនេះទៅមាន់ងាប់អ្នកបុផាខ្ញុំទិញទេខ្លាចវាជួមអានេះក៏ប៉ុន្តែប្រធានអ្នកបុផាឯងនោះលី លបងឯងអាចតែខ្ញុំវាមិនអាចហើយណែអាចចំណែកឲ្យរឿងមន់នេះវិញណាខ្ញុំទៅវិញហ្នឹងខ្ញុំចិញ្ចឹមវាលែងងាប់ហើយព្រោះខ្ញុំបានមករៀនសូត្រចេះដឹងយល់ច្បាស់អំពីជំងឺផ្ដាសាយបាក់សីហើយបើទោះមានមន់ងាប់ហ្នឹងក៏ខ្ញុំឈប់លក់ឲ្យលបងឯងដែរព្រោះវាខ្លាចឆ្លងយើងរួមគ្នាបង្ការការចម្លងមេរោគនិងទប់ស្កាត់ជំងឺផ្ដាសាយបាក់សីកុំឲ្យកើតមាននៅសហគមន៍យើង